បងប្អូនដែលនៅភាសានៅក្នុងវត្តផ្សាយថ្មីអញ្ចឹងមានច្រើនបងប្អូនមានទាំងខាងក្រៅទាំងខាងក្នុងបាទពិសេសតាទស្សនភាពបងប្អូនយើងក៏ភាសាការយកពេលទៅថ្មីគាត់វិលត្រឡប់ទៅវិញបាទតាមអ្នកនៅចិត្តហ្នឹងទៅជាលោកបងគាត់មានប្រសាសន៍ដែរគាត់ថាអាច 3-4 ថ្ងៃទៀតពួកគាត់នឹងត្រឡប់ទៅវិញខាងនៅចិត្តហ្នឹងនេះបងប្អូនភាសានៅក្នុងវត្តស្វាយថ្មីដែលបងប្អូនមកពីព្រៃច័ន្ទហើយនឹងមកពីព្រៃច័ន្ទមកពីតំបន់ដែលក្តៅកគុកណាបងប្អូនគាត់មកស្នាក់នៅទីហ្នឹងហើយប្រហែលជាបើតាមប្រសាសន៍លោកចៅអធិការប្រហែលជា 3-4 ថ្ងៃទៀតពួកគាត់អាចធ្វើដំណើរទៅវិញបានហើយបាទនេះសិតតានេះខាងក្នុងព្រះវិហារនៅមានខាងក្រៅទៀតខ្ញុំនឹងព្យាយាមថតឲ្យបងប្អូនទាំងអស់គ្នាមើលអូវាមួយសមួយទៀតអូមួយទៀតលយពងល្បីតាមតោះត្រេនអូដល់កដែរតោះមកមើលនឹងមកនេះបងប្អូននៅក្នុងវត្តស្វាយថ្មីហ្នឹងបាទវត្តស្វាយថ្មីនៅខាងប្រទីមានជ័យបងប្អូនសិតតែបងប្អូនភាសាយើងច្រើនចាំមកដាក់នេះទៀតតគ្រប់បែបយ៉ាងបងប្អូននៅច្រើនដល់មើលហើយត្រង់មហូបពីមុខដូចមានប្លែយូធ្វើគេបងប្អូនតង់ច្រើនណាស់បាទនៅក្នុងវត្តនេះគឺពេញតែម្ដងនៅក្នុងវត្តនេះធំហើយទីធ្លារបស់គាត់គឺពេញតែម្ដងទាំងអត់មានកន្លែងសេសសល់เลยបាទហើយនេះគឺជាបន្ទប់ទឹកបាទសម្រាប់បងប្អូនទៅសឹកឃើញថាកន្លែងនេះតិចបន្ទប់ទឹកនេះមិញខ្ញុំដើរកាត់មិញឃើញបន្ទប់ទឹកមានច្រើនណាស់តែអត់បានថតឃើញបន្ទប់ទឹកពួកគាត់សង់ពេលថ្មីសម្រាប់បងប្អូនទៅសឹកអាហ្នឹងគឺសំខាន់ណាស់ជាកន្លែងបន្ទប់ទឹកគឺសំខាន់តែម្ដងតែឥឡូវយើងចូលក្នុងបន្តិចជម្រាបសួរអូមតាមមែនសតបងប្អូនអើយណាពងញ៉ាំបាយឆ្ងាញ់ញាត់តោះបាទបងប្អូនអើយឃើញកំសត់បងប្អូននេះជាទឹកបាទកន្លែងគឺទឹកសម្រាប់ប្រើប្រាស់សម្រាប់សាក៏បានយកទៅស្លក៏បានបើយកទៅសុទ្ធស្លជាទឹកសុទ្ធអូដោយសារដាក់ទឹកសម្រាប់គិតហើយយកទៅដាំបាយក៏បានស្លក៏បាន They have clean water. Can use it for making food. ទឹកនេះទឹកសម្រាប់ស្លក៏បានភាសាក៏បានជិះសួរអូមជិះសួរបាទជិះសួរអូមនេះទីកន្លែងចុងភៅបងប្អូនណែនេះយើងដាក់គូខ្មែរណែហើយយើងដាក់ម្ហូបទៅអ៊ំគាត់ពីមុខបងប្អូនភាសាចាតែស្លមជូបងជូគ្រឿងទាំងនេះជូគ្រឿងអេបងប្អូនកន្លែងនេះគឺជាកន្លែងរៀនបងប្អូនកន្លែងរៀនសម្រាប់បងប្អូនភាសាយើងបាទនេះមានក្តារខៀនមានកៅអីអង្គុយអីចឹងបាទគឺថាគ្រប់សពតែម្ដងនៅក្នុងនេះបាទអ្វីក៏មានដែរលោកបងនិយាយអង់គ្លេសតង់បែបខ្មែរលើកទឹកចិត្តដល់បងប្រុសក្រេនិងបងប្រុសយើងដែលបានចូលប្រឡែគោលចង់ពីតូនមានសាច់ដៃសាក់គោស្ពានដល់បងប្អូនជាសិទ្ធមានទាំងនំដល់ទើបមានទាំងអ្វីនឹងបច្ច័យទៀតជាមួយបានឃើញពីអូនឯងជួយចែកលេខឲ្យចក្រិតពីចក្រិត3ឲ្យបានដល់បងប្អូនទៅក្រេខាងត្បូងផងយើងណាមានការប្រទេសទាំងអស់សូមអនុមោទនាសូមខំបងមកទៀតបងប្អូនណាមកមួយឡានទៀតបាទមកមួយឡានទៀតហើយមកមួយឡានទៀតហើយពេញឡានតែម្ដងបាទពេញឡានតែម្ដងបងប្អូនយើងគាត់ជួយច្រើនទឹកចិត្តបងប្អូនយើងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរនេះជាមកខ្ញុំអរគុណបងប្អូនដែលទស្សនាវីដេអូនេះហើយជួយចែករំលែកបន្តផងបាទ